សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តមេរៀនទៀតតទៅនឹងកម្មវិធី MSL អញ្ចឹងថ្ងៃនេះយើងសិក្សាពី topic 3 topic ទី1យើងនឹងសិក្សាពីការប្រើប្រាស់ align ណាទី1នេះទី2តទៅនឹង rep text ទី3តទៅនឹង merge and center អញ្ចឹងការប្រើប្រាស់ align នេះវាមាន6នៅក្នុងហ្នឹង align នេះមាន6នៅក្នុងកម្មវិធី Excel ណាអញ្ចឹងវាប្រើយ៉ាងម៉េចក្នុងតួនាទីរបស់វាអញ្ចឹង align top align middle align bottom align left align right align center នេះតកតងនឹង align របស់វាបន្តមកទៀតតកតងនឹង wrap text នេះបានន័យថាយើងឲ្យអក្សរនៅក្នុង cell ណារ៉ែបសបានន័យថាយើងទៅសេហួរចឹងទៅបានន័យថាយើងចុចលើ wrap text ហ្នឹងអក្សរនៅក្នុង cell តកតងនឹងមួយ cell យើងមាន2មួយ cell មួយនេះបានន័យថាយើងផ្ដាច់ cell ហ្នឹងចូលគ្នាឬក៏ហៅថាមើលacross នេះមើលacross នេះបានន័យថាយើងផ្ដាច់តែ column ទេបានន័យថា row យើងអត់ផ្ដាច់ទេអានមើល cell បានន័យថាឲ្យយើងឲ្យការផ្ដាច់របស់យើងមកដូចដើមវិញបានន័យថាវាមកដើមវិញអានមើលសារនេះអូខេតោះយើងចូលនឹងអនុវត្តផ្ទាល់នៅក្នុងកម្មវិធី MS ទាំងអស់គ្នាអូខេចឹងនេះជាកម្មវិធី Excel ដែលយើងបានរៀបចំហើយជាស្រេចក៏តែក្នុងការដែលយើងបានសិក្សាមិញតទៅនឹង align មាន6 align នេះមាន6ចឹងយើងក៏ធ្លាប់រៀននៅក្នុងកម្មវិធី MS Word ដែរប៉ុន្តែនៅក្នុង MS Excel មាន6ចឹងទី1នេះទី1នេះ align នេះវាយើងប្រើលើនេះតែម្ដងកុំឲ្យវាបាក់ក្នុងការប្រើយើងចុចលើវា align top បានន័យថាយើងឲ្យអក្សរហ្នឹងវានៅខាត់លើអក្សរនៅខាត់លើចឹងអក្សរខាត់លើយ៉ាងម៉េចចឹងខ្ញុំនឹងផ្ដាច់ cell មួយដើម្បីឲ្យដឹងថាអក្សរវានៅខាត់លើហើយនឹងខាត់ក្រោមយ៉ាងម៉េចចឹងអូខេតោះចឹងយើងទៅសេអក្សរនៅខាងក្រោមនេះទេប៉ុន្តែយើងឲ្យអក្សរនៅខាងលើយើងចុចទៅលើ align top នេះចឹងបានថាអក្សរនៅខាងលើណាអក្សរនៅខាងលើអូខេប៉ុន្តែបើសិនជាយើងចង់ឲ្យអក្សរនៅកណ្ដាលវាមានកណ្ដាលទៀតបានថា middle align អក្សរស្ថិតនៅកណ្ដាលឬនៅត្រង់កណ្ដាលអូខេចឹងចុចលើវាអក្សរនៅស្ថិតនៅកណ្ដាលណានៅកណ្ដាលនេះមានស្ថិតនៅចំកណ្ដាលម្ដងមួយទៀតបើសិនជាយើងឲ្យអក្សរនៅខាងក្រោមវាមានជួរវា bottom align ហ្នឹងបានន័យថាអក្សរស្ថិតនៅខាងក្រោមអក្សរខាងក្រោមអញ្ចឹងយើងគ្រាន់តែចុចអក្សរចុចលើវាមកវាអក្សរនៅខាងក្រោមនេះយើងអាចសរសេរជាធម្មតាវិញប៉ុន្តែអក្សរនៅខាងក្រោមណាហ្នឹងចំណុចតែមួយអញ្ចឹងបានន័យថាចា align ទាំង3នេះទី1 align top align ទី2 middle align ទី3 bottom align បន្តមកទៀតតទៅនឹង align របស់យើងនេះយើងធ្លាប់បានសិក្សានៅក្នុង MS Word ដែរបានន័យ align left ហ្នឹងបានន័យថាយើងទៅសេអត្ថបទពីឆ្វេងទៅស្ដាំណាយើងវាអត្ថបទណាយើងវាអត្ថបទបានន័យថាវាស្ថិតនៅពីឆ្វេងទៅស្ដាំយើងទៅសេពីឆ្វេងទៅស្ដាំណាបានន័យថាឲ្យអក្សរនៅកណ្ដាលមកនេះនៅកណ្ដាលយើងទៅសេពីឆ្វេងទៅស្ដាំក្នុងការចុច enter យើងចុច control ចុចចុះបន្ទាត់ណាយើងចុចalt ចុច alt ណា alt ចុច enter ណាចាំបានន័យថាវាចុះបន្ទាត់ចុះបន្ទាត់ទៀតទី2តពាក់នឹង align center ហ្នឹងបានន័យថាអត្ថបទនៅចំកណ្ដាលបានន័យថាអត្ថបទហ្នឹងយើងទៅសេទៅប៉ុន្តែអក្សររត់នៅចំកណ្ដាលណានៅចំកណ្ដាលតែម្ដងណានឹងទី2ទី3តកតងអត្ថបទយើងទៅសេពីស្ដាំរត់ទៅឆ្វេងវិញណាស្ដាំទៅឆ្វេងយើងទៅសេមកបានន័យថាពីស្ដាំរត់ទៅឆ្វេងវិញនេះចឹងទាំង3នេះទាំង3ខាងក្រោមនេះបានន័យថាយើងធ្លាប់រៀនសិក្សារួចហើយប៉ុន្តែខាងលើនេះយើងអត់ដែលបានរៀនទេបានអក្សរវានៅខាងលើ
nơi trong cái đá nó khẳng cầu ní tẹt tông cả pra line tiếng 6នេះ យល់ទេណាអូខេអញ្ចឹងលុបចោលនេះចេញឲ្យវាដូចដើមវិញអូខេបន្តមកទៀតយើងប្រើ red tag នេះ red tag នេះតើតើនឹង red tag នេះណាred tag នេះបានន័យថាយើងឲ្យអក្សរនៅក្នុង cell បានន័យថាទម្លាក់អក្សរនៅក្នុង cell ក្នុង cell តែមួយណាអញ្ចឹងយើងទម្លាក់វាមិនអញ្ចឹងឧទាហរណ៍ថាយើងឲ្យអក្សរនៅក្នុង cell យើងទៅសេមកយ៉ាងមកបានន័យថាវាហួសអញ្ចឹងណាប៉ុន្តែយើងចង់អក្សរនៅក្នុង cell តែមួយទេអត់ឲ្យហួសកំឡង cell ទៀតទេអញ្ចឹងយើងគាត់តែចិត្តទៅលើពាក្យ red tag នេះអក្សរស្ថិតនៅក្នុង cell តែម្ដងណាអាហ្នឹងយើងប្រើ red tag ដល់ហ្នឹងណាតែអ្វីដែលយើងមើលទៅលើអត្ថបទនេះវិញអញ្ចឹងយើងចង់ឲ្យអាលេខរៀងនេះយើងត្រឡប់មកមើល align មកយើងវិញយើងចង់ឲ្យលេខរៀងនៅចំកណ្ដាលនេះអក្សរនៅចំកណ្ដាលធ្វើម៉េចយើងស្លេចលើវាមកណាស្លេចលើវាចេះលេខលើវាមកបានន័យថាយើងចុច align center នេះបានន័យថាឬក៏ middle នេះនៅចំកណ្ដាលសំទោស center នេះ center នេះអូខេវានៅចំកណ្ដាលយើងចង់ឲ្យលេខនេះនៅត្រង់កណ្ដាលយើងចុច align center នឹងដដែលហើយអានេះវានៅចំកណ្ដាលយើងចុចលើវានៅចំកណ្ដាលទាំងអស់អញ្ចឹងណាអញ្ចឹងអានេះនៅខាងស្ដាំខាងឆ្វេងយើងចុចខាងឆ្វេងមកវានៅខាងឆ្វេងហើយបើយើងចង់ឲ្យនៅខាងស្ដាំយើងចុច align នេះនៅស្ថិតនៅខាងស្ដាំបាទណាអូខេអញ្ចឹងនឹងការរៀបចំតារាងបញ្ជីប្រាក់បៀវត្សណាយើងរៀបចំឲ្យបានត្រឹមត្រូវវាបាទនឹងតាក់តងនឹង red tag មិញខ្ញុំបានបញ្ជាក់ហើយបន្តមកទៀតយើងតាក់ទងនឹងការមួយសារបានន័យថាយើងផ្ដាច់សារឲ្យវាមិនចូលគ្នាឬក៏ឲ្យវាចូលគ្នាអញ្ចឹងក្នុងការផ្ដាច់យើងត្រូវselectលើសារណាមួយឧទាហរណ៍ថាselectលើនឹងមកបានន័យថាយើងជាអញ្ចឹងយើងចង់ផ្ដាច់វាយើងចិត្តទៅលើយើងធ្លាប់រៀននៅក្នុង MA Word គេថាមួយ and center អានេះមួយ and center នេះចុចលើវាមកបានន័យថាវាផ្ដាច់បានន័យថាវាដាច់ចេញពីគ្នាតែម្ដងឃើញទេវាដាច់ចេញពីគ្នាអាហ្នឹងណាអូខេវាដាច់ចេញគ្នាប៉ុន្តែក្នុងមួយសារនេះវាមាន2ដែលខ្ញុំបានបញ្ជាក់ខាងដើមវិញទីមួយយើងតាក់ទងនឹងមួយសារយើងផ្ដាច់មួយសារនេះទី2មើលអក្រូហ្នឹងបានន័យថាយើងផ្ដាច់តែកលឹមទេផ្ដាច់ជួឆនេះទេជួរយើងអត់ផ្ដាច់ទេយើងផ្ដាច់មិនឧទាហរណ៍ថាយើងស្លេចដូចវាអញ្ចឹងបន្តមកយើងចុចលើប៊ូតុងនេះយើងយកពាក្យថាមើលអក្រូបានន័យថាយើងផ្ដាច់តែជួឆបានន័យថាជួផ្ដេកនេះយើងអត់ផ្ដាច់ទេនេះថាយើងផ្ដាច់វាបានន័យថាយើងមើលអក្រូហ្នឹងផ្ដាច់តែជួឆទេណាចឹងឲ្យវាដូចដើមវិញយើងយកពាក្យថា unmerge cell បានន័យថាឲ្យវាដូចដើមវិញបានន័យថាវាស្ថិតនៅដូចដើមវិញណាស្ថិតនៅដូចដើមវិញយកឡើងហ្នឹងណាអូខេអញ្ចឹងសូមបញ្ជាក់ឡើងវិញទី1យើងសិក្សានៅ align មាន6 align middle សុំទោស align top ឬក៏ middle align និង bottom align left align center align right ណាទាំង6ហ្នឹងទី2យើងតាក់ទងនឹងred tag បានន័យថាយើងឲ្យអក្សរស្ថិតនៅក្នុង cell តែមួយអញ្ចឹងអូមកថាយើងសរសេរហួសអញ្ចឹងសូមបញ្ជាក់ដល់ទៀតណាយើងសរសេរហួសអញ្ចឹងសរសេរហួសអញ្ចឹងមកបានន័យថាយើងចង់ឲ្យអក្សរស្ថិតនៅក្នុង cell តែមួយគ្រាន់តែយើងដាក់នៅក្នុង cell ដែលយើងចង់ឲ្យធ្លាក់ហ្នឹងយើងគាត់ទៅចុចលើ red tag វា load ឲ្យតែម្ដងណាអាហ្នឹងដាក់ដល់ red tag ទាំងអស់គ្នាយល់ហើយណាអូខេហើយក្នុងការមើលសារដោយបានបញ្ជាក់មិញអញ្ចឹងគាត់ឲ្យយើងឆ្លៃលើវាយើងចុចលើពាក្យថា merge and center នេះយើងចុចលើនេះក៏បានមើល center នេះបានយើង
10 center នេះមកវាដាច់ឲ្យវាដូចដើមវិញឬក៏10 acro បានន័យថាយើងផ្ដាច់តែជួរឆទេជួរឆយ៉ាងណាជួរឆនេះជួរឆមួយនេះយើងផ្ដាច់តែហ្នឹងទេយើងស្រេចតំណវាផ្ដាច់តំណឹងយើងយកឲ្យដល់10 acro ណា10 acro នេះឲ្យវាដូចដើមវិញយើងយកពីគេអាន10 cell នេះនឹងឲ្យវាមកដូចដើមវិញរត់មកដើមវិញបានន័យថាយើងផ្ដាច់ឲ្យវាដូចដើមវិញអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងហើយបើមានបញ្ហាសំណួរអីអាចសួរបន្តទៀតបានណាអូខេអរគុណច្រើន